បាទសួស្តីបងប្អូនបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពី website មួយធ្វើយើងអាច scan មេរោគបានបាទយើងចង់ដឹងថា website ណាមានមេរោគឬមិនមេរោគអីបាទយើងអាចប្រើ website នោះបានបាទតោះយើងទៅមើលវីដេអូរបស់គ្នាបាទបាទដំបូងបងប្អូនវាយ website ហ្នឹងមក Virus Total បាទ virustotal.com បាទ website នេះបាទចូលទៅបាទអញ្ចឹងយើងចុចកន្លែង URL មកបាទអូខេឥឡូវខ្ញុំចង់ដឹងថា website មានមេរោគអត់បាទអូខេឥឡូវខ្ញុំ search website សិនអូខេអញ្ចឹង website នេះបាទគឺកាប់ស្កាយខ្ញុំចាត់ទុកវាជាមេរោគអីបាទអានេះសម្រាប់ antivirus របស់ខ្ញុំតែឥឡូវខ្ញុំសាក search នៅក្នុងvirus total នឹងសិនបាទឥឡូវមកវាចេញមិនបាទអូខេបាទអញ្ចឹងឃើញទេគឺ website ហ្នឹងគឺមានមេរោគច្រើនបាទយើងប្រើវាអាចមានហានិភ័យមានអីចឹងណាបាទឃើញទេអញ្ចឹងអ្វីដែលវាចាត់ទុកមេរោគមាន cyber reader ESET អានេះគឺជាប្រភេទ antivirus ដែលវា count website ហ្នឹងគឺជាមេរោគបាទជាប្រភេទ malware ឬខ្លះ malicious website អញ្ចឹងណាអញ្ចឹងយើងអាចយកវាទៅប្រើបានទេវាអាចនឹងឆ្លងចូលម៉ាស៊ីនចូលអីចឹងណាឥឡូវខ្ញុំឧទាហរណ៍ website Facebook វិញមើលវាចេញលទ្ធផលបែបម៉េចបាទអូខេបាទអញ្ចឹងគឺអាចប្រើប្រាស់បានដោយគ្មានបញ្ហាបាទគឺគ្រប់ antivirus ទាំងអស់គឺវាចាត់ទុកថាគឺជាអត់មានបញ្ហាអីទាំងអស់បាទឃើញទេអញ្ចឹងមុននឹងយើងចូល website ណាមួយដែលគេផ្ញើ link ផ្ញើអីមកយើងចង់ដឹងថាវាជា scam វាជា malicious ឬក៏ជា malware យើងចូលទៅ check នៅក្នុងហ្នឹងសិនបាទឥឡូវខ្ញុំឧទាហរណ៍ YouTube មួយទៀតបាទគេបាទឃើញ YouTube website គេត្រឹមត្រូវគឺអត់មានបញ្ហាអីទេបាទអញ្ចឹងយើងអាចប្រើប្រាស់បានអត់បញ្ហាទេបាទដូច TikTok អីក៏វាអត់មានអីដែរបាទឃើញទេបាទគឺ score វា0អត់មានទៅមានអីទៅចាប់វាទេក៏តែ website មិញគឺសម្រាប់ download crack download អីចឹងណាបាទអញ្ចឹងខ្ញុំសាកបន្តទៀតឃើញទេគឺវានៅ count ជា virus malicious website អញ្ចឹងទៅនេះគឺខាង cyber reader ESET គឺជា malware web នេះក៏ជា malware ដែរបាទ Kaspersky គឺចាត់ទុកថាជា malware ដែរបាទអញ្ចឹងបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការទស្សនាបាទយើងជួបគ្នានៅវីដេអូថ្មីដែលខ្ញុំនឹងចែករំលែកនៅបទពិសោធន៍របស់ខ្ញុំជូនបងប្អូនជាបន្តទៀតនៅវីដេអូក្រោយទៀតបាទអរគុណជម្រាបលា